បាទជំរាបសួរបងប្អូនផ្លូវនេះគឺជាផ្លូវដែលទើបតែធ្វើរួចរាល់ខ្ញុំឆ្ពោះពីវាលវានឆ្ពោះទៅខាងកោះកុងប៉ុន្តែវីដេអូនេះមិនបានទៅដល់ខេត្តកោះកុងទេខ្ញុំទៅត្រឹមពាក់កណ្ដាលនៃផ្លូវគឺនៅហួសស្ពានខ្ពស់ជាងគេបំផុតនៅស្រុកខ្មែរបន្តិចខ្ញុំក៏មិនបានទៅដល់ទីរួមខេត្តទេក៏ប៉ុន្តែអ្វីដែលចង់ឲ្យបងប្អូនទស្សនានោះគឺផ្លូវថ្នល់ថ្មីដែលទើបតែសាងសង់រួចបើទោះបីជាស្រុកព្រៃភ្នំក៏ពិតមែនប៉ុន្តែផ្លូវនេះគឺស្រួលមែនទែនបងប្អូនដូច្នេះបងប្អូនអាចធ្វើដំណើរពីបាត់ដំបងឆ្លងកាត់ស្រុកវាលវែងដើម្បីឆ្ពោះទៅទីរួមខេត្តកោះកុងគឺធ្វើដំណើរដោយសុវត្ថិភាពនិងមិនពិបាកអ្វីទេបងប្អូនគឺផ្លូវស្រួលមែនទែនហើយបូករួមនឹងទេសភាពតាមដងផ្លូវពិតជាស្រស់ស្អាតមែនទែនខ្ញុំមែនទែននេះគឺជាលើកទី1របស់ខ្ញុំដែរដែលធ្វើដំណើរពីទីរួមស្រុកវាលវែងឆ្ពោះទៅខេត្តកោះកុងក៏ប៉ុន្តែដូចខ្ញុំបញ្ជាក់បងប្អូនយ៉ាងថាវីដេអូនេះខ្ញុំមិនបានធ្វើដំណើរទៅដល់ទីរួមខេត្តទេគឺខ្ញុំហួសតែត្រឹមស្ពានខ្ពស់ជាងគេបំផុតនៅក្នុងស្រុកខ្មែរបន្តិចទៅខ្ញុំក៏ទៅសម្រាកនៅទីនោះខ្ញុំមិនបានទៅដល់ទីរួមខេត្តកោះកុងទេប៉ុន្តែគាត់ចង់បញ្ជាក់បងប្អូនថាផ្លូវនេះมันពិបាករកអីទេធ្វើដំណើរពីទីរួមស្រុកវាលវែងហ្នឹងឆ្ពោះទៅកាន់ទីរួមខេត្តកោះកុងมันពិបាករកទេហើយផ្លូវមានតែមួយខ្សែហ្នឹងឯងគឺទេសភាពតាមដងផ្លូវដែលបងប្អូនឃើញក្នុងវីដេអូនេះចឹងគឺស្រស់ស្អាតមែនទែនយើងត្រូវឆ្លងកាត់ឃុំអូសោមដូចបងប្អូនឃើញចឹងនេះជាអាងទឹកឃុំអូសោមហើយវាមើលទៅវាស្អាតមែនណាដូចសមុទ្រមួយអញ្ចឹងបងប្អូនហើយផ្លូវដូចខ្ញុំបញ្ជាក់ចឹងថាផ្លូវនេះទើបតែធ្វើរួចរាល់ដូច្នេះគ្មានការខូចខាតទេគឺផ្លូវស្អាតមែនទែនបងប្អូនអាចធ្វើដំណើរដោយផាសុកភាពតែម្ដងបងប្អូនហើយយើងក៏បានឃើញតំបន់ខ្លះនៃវិទ្យាសនីដែលកំពុងតែដំណើរការនិងទេសភាពតាមដងផ្លូវនេះមែនតើយើងធ្វើដំណើរនៅរដូវប្រាំងយើងគិតថារដូវប្រាំងចុះព្រោះខែ12ជិតចូលខែ1ហើយប្រសិនបើយើងធ្វើដំណើរតាមផ្លូវនេះនៅរដូវវស្សាគឺពិតជាស្អាតមែនបងប្អូនស្ពានខ្ពស់ជាងគេនេះមកគួរឃើញគឺស្អាតហើយទេសភាពយីរូបនោះគឺ10/10តែម្ដងបងប្អូនគឺស្អាតមែនទែនគាត់ថាមិនសូវមានរថយន្តធ្វើដំណើរឆ្លងកាត់ប្រហែលទេហើយចង់បញ្ជាក់បងប្អូនថាធ្វើដំណើរកុំប្រញាប់អីធ្វើដំណើរមួយចុះវីដេអូនេះមានដូចច្រើនទេបងប្អូនគាត់តែចង់ឲ្យបងប្អូនមើលនៅតាមដងផ្លូវនៃការធ្វើដំណើរពីទីរួមស្រុកវាលវែងឆ្ពោះទៅទីរួមខេត្តកោះកុងបងប្អូនអាចធ្វើដំណើរតាមនេះបានផ្លូវស្អាតហើយទេសភាពតាមដងផ្លូវក៏វាស្អាតទៅទៀតរឹតតែធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយមែនទែនបងប្អូនដូចខ្ញុំបញ្ជាក់ថាមិនសូវមានរថយន្តធ្វើដំណើរឆ្លងកាត់ប្រហែលទេប៉ុន្តែវាមិនគួរឲ្យខ្លាចទេបងប្អូនអាចធ្វើដំណើរបានធម្មតាគាត់ថាវាមិនមានម៉ូតូឡានច្រើនតែប៉ុណ្្នឹងឯងប៉ុន្តែផ្លូវខ្វែងខ្វាត់មើលទៅគឺស្អាតមែនទែនវា